system សម្រាប់កសិកម្មនិងសាសនាចម្រៅ7 ម៉ែត្រនេះមានទឹកជុំវិញទាំងអស់នេះគឺ 1.5 មីលានម៉ែត្រគីបទឹកនេះសម្រាប់ត្រួតទម្ងន់ប្រាសាទដីខ្សាច់បុកនៅក្នុងប្រអប់ទឹកនៅដីខ្សាច់គឺជាគ្រឹះក្នុងប្រាសាទត្រួតទម្ងន់អត់ដល់60លានតោនចឹងខ្មោចពួកនេះគឺអូសចេញពីភ្នំគូលែនក្បាលស្ទៀនខ្មោចបាត់មកបាត់ទៅថាមនុស្ស20000នាក់នឹងដំរី20000ដំរីសម្រាប់ថ្មលំដាប់លេខ1យកខសជាង38ម៉ឺននាក់ខ35ឆ្នាំមិនទាន់រៀបទេចាទៅទៅណាគ្រូឃើញមានតោនឹងមានអញ្ចឹងតោសម័យអង្គរតោឈោតំណាងឲ្យការពារតោអង្គុយតំណាងឲ្យខ្លំមើលតោក្រាបតំណាងឲ្យសក្ការៈបូជាចាអញ្ចឹងកន្លែងសក្ការៈបូជាគេដាក់តោក្រាបអញ្ចឹងតោឈោគឺតំណាងឲ្យការពារអញ្ចឹងតោនេះសិតតែឈ្មោលទេតែហេតុអីបានគេតំណាងឲ្យមេអញ្ចឹងនៅក្នុងវប្បធម៌ខ្មែរយើងនៅប្រើប្រាស់ពាក្យមេដូចជាមេភូមិមេក្រុមមេតបមេស្រុកមេផ្ទះមេព្រៃឲ្យតែមេនឹងពាក្យមេនឹងវប្បធម៌ខ្មែរយើងចាអញ្ចឹងអាកតុយកហ៊ូហ្នឹងគេសម្រាប់សោកនិងសុំគ្រឿងតោចាមេធំចាប់រមល់ហើយចាប់ហើយហ្នឹងហើយចាំតិចអញ្ចឹងកតុយនេះគេសម្រាប់សោករថលឹងលោហៈតយៈលឹងនិងរុក្ខតយៈលឹងបើសិនជាស្ដេចធ្វើពិធីខាងក្នុងគេឆ្លាក់ជាពេជ្រគេយកមកសោកសុំគ្រឿងបញ្ជាក់ថាស្ដេចធ្វើពិធីនៅខាងក្នុងបើមេតបគេយកមាសហ្នឹងហើយបើសិនជាព្រះជាគ្រូគេយកឈើដើមឈើមាន2ប្រភេទប៉ុណ្ណោះគឺដើមខ្នុរនិងដើមទឹកដោះគោគេឆ្លាក់ជាលឹងព្រះឥសូរហើយគេយកមកសោកអញ្ចឹងឯកសារបារាំងគេសេថាតោអង្គរយើងហ្នឹងគឺកន្ទុយឈើអញ្ចឹងបញ្ជាក់ថានៅចុងរាជការរបស់ព្រះបាទសូរ្យវរ្ម័នទី2ព្រះជាគ្រូជាអ្នកកាន់អំណាចចានេះកតុយតោនេះណាចាមិនទុកអត់ចន្លោះទេណាគេសិតតែមានតំណាងហើយសម័យបុរាណគេតំណាងឲ្យមេជាធំអញ្ចឹងប្រៀបដូចជាតួមេតែតោហ្នឹងឈ្មោលលេនេះសិតតែឈ្មោលទាំងអស់ហ្នឹងចាហេតុអីបានបែរមុខដាក់គ្នាដោយសារតែការរួបរวมសាមគ្គីចាសាមគ្គីគ្នាជួយគ្នាទៅចេញទៅវិញទៅមកហើយរចនាបថសម័យអង្គរយើងតោអត់មានកតុយទេគេកសាងទៅលើទស្សនវិជ្ជានៃសាសនាចាអត់កតុយទេចាអញ្ចឹងគេតំណាងឲ្យមេធំរួបរวมសាមគ្គីគ្នាហើយទៅទីទៅដូចជាដឹងពីអនាគតកាលហើយការចាប់ផ្ដើមនិងការបញ្ចប់មានការផ្លាស់ប្ដូរពាក់កណ្ដាលទីចា